はい、皆さんこんにちは。今日もよろしくお願いします。សួស្តីបងប្អូនគ្នាតើថ្ងៃនេះយើងទៅរៀនអក្សរកាន់ជីជាមួយគ្នាណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅរៀនអក្សរតាក់ទងជាមួយនឹងទី1គឺអក្សរ EA អញ្ចឹងយើងដឹងហើយថា EA ណានេះគឺអក្សរ EA អញ្ចឹងយើងទៅមើល EA នេះគឺដបូងយើងដាក់ដបវាដបហើយអានេះកាន់ជីស្តៀងអក្សរបើតាក់ជ្រូកដែរហើយយើងគូសចេញមក1 2 3 4អញ្ចឹងអង្គជាមួយវាកាក់គឺនៅមាន EA នេះគឺផ្ទះអញ្ចឹងយើងចំណាំវានេះគឺជាអក្សរកាន់ជី EA ផ្ទះហើយបន្តមកទៀតគឺអក្សរអូយ៉ាឪពុកម្ដាយឬក៏ស៊ីតាស៊ីឬក៏មួយទៀតគឺស៊ីតាស៊ីនេះគឺស្និទ្ធស្នាលអញ្ចឹងយើងមើលអូយ៉ាហើយគឺនៅមានស៊ីនអីអញ្ចឹងយើងមើលអក្សរនេះឈរក្រោមដើមឈើហើយមានភ្នែកហើយមានជើងគឺអក្សរមើលបូកចូលគ្នាទៅជាឪពុកម្ដាយឪពុកម្ដាយឈរនៅក្រោមដើមឈើមើលកូនអញ្ចឹងយើងចំណាំអក្សរកាន់ជាឪពុកម្ដាយគឺបែបហ្នឹងណាគឺអង្គយើងមានអីគេស៊ីនគឺនៅវាគេអូយ៉ាឬក៏ស៊ីតាស៊ីអញ្ចឹងយើងចំណាំណាស៊ីតាស៊ីអានេះដាក់គូមូសអញ្ចឹងគឺមានថាវាអាចចេញចេះមកវាមាននេះចាហ្នឹងគឺក្បួនខ្នាតវាយើងត្រូវចាំតមកទៀតគឺអក្សរនេះគឺអក្សរឪពុកម្ដាយអក្សរឪពុកសំទោសអក្សរឪពុកគឺឈីអង្គខ្ញុំមានវាធ្វើគឺនៅមានវាឈីអញ្ចឹងយើងត្រូវចំណាំអក្សរហ្នឹងគឺវាមានលក្ខណៈត្រង់ត្រេងអញ្ចឹងយើងចំណាំថាដូចអក្សរហាក់ដែរណាដូចហាក់ហើយខ្វែងជើងឯកមកគឺឈីហើយបន្តមកទៀតគឺអក្សរនេះគឺអក្សរម្ដាយឯគេអង្គខ្ញុំមានបោកហើយនឹងហាក់ហ្នឹងគឺម្ដាយយើងចំណាំវាអក្សរ4ហ្នឹងម្ដងទៀតណាអក្សរផ្ទះអក្សរពុកម្ដាយអក្សរពុកអក្សរម្ដាយយើងចំណាំវាម្ដងមួយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបន្ថែមទៀតដើម្បីយើងទទួលបាននៅចឹងយើងរៀនជាមួយគ្នាកាន់ជីថ្មីប្រហែលជា5ឬ6ទៀតដើម្បីចប់ចឹងតោះយើងកុំឲ្យនេះយើងរៀនកាន់ជីថ្មីគឺអូខេកន្លងមកស្មើនេះយើងរៀនអំពីអក្សរបងប្រុសជប៉ុនថាអានិចឹងអានិដំបូងយើងទៅសេអក្សរគឺអក្សរនេះគឺអក្សរគឺឈីឬក៏អក្សររោមែនទេចឹងរោមានជើងមនុស្សមកទៅជាអក្សរបងប្រុសវិញចឹងបងប្រុសអង្គយមិវាអីអង្គយមិវាគឺគេឬក៏អានិហ្នឹងគឺបងប្រុសចឹងបងប្រុសគឺមានមាត់មានជើងសម្រាប់មើលចឹងអក្សររោនិងអក្សរហ៊ីតូអាស៊ីចឹងយើងចំណាំវាគឺបងប្រុសហើយតបមកទៀតទៅមានបងប្រុសហើយតែមានប្អូនប្រុសទៀតចឹងយើងទៅសេអក្សរប្អូនប្រុសមួយមកចឹងប្អូនប្រុសយើងសរសេរប្អូនប្រុសមកដំបូងគឺមានអីគឺមានយើងគូលក្ខណៈចេះមកហើយចុចបន្តិចអូពីលើហើយអូអត់ស្អាតទេតោះឧបកិច្ចណាចឹងអក្សរនេះគឺអីទៅមកកតាបានត្រូវវាលៃអត់ស្មើអូខេឧបកិច្ចទៅចឹងអីគេអាហ្នឹងគឺដៃហើយមួយទៀតគឺអូតូហ្នឹងគឺប្អូនប្រុសអូតូហ្នឹងគឺប្អូនប្រុសបងណាចឹងអានេះគឺបងប្រុសបងអីបងប្រុសនេះគឺប្អូនប្រុស
បងប្រុសអូនចឹងយើងស្គាល់អក្សរ2គឺបងប្រុសអូនប្រុសចឹងបន្ទាប់ពីបងប្រុសអូនប្រុសយើងត្រូវរៀនបងស្រីមួយទៀតចេះតែបងប្រុសគឺអត់គ្រប់គ្រាន់ទេយើងត្រូវរៀនបងស្រីមួយទៀតអញ្ចឹងបងស្រីអានេះចឹងអានេះអញ្ចឹងអានេះយើងត្រូវកាត់ជីវាមិនយើងសម័យមើលយើងសម័យមុនខ្ញុំមើលអានេះកាន់ជីវាមិនទៅកាន់ជីអានេះគឺលក្ខណៈមានន័យថាតវងគឺយើងគូសមកជាហៀងនេះហើយយើងមិនអានេះដូចសញ្ញានេះសញ្ញាក្រុងហើយមានអីគេមានយើងអក្សរស្រីអក្សរគឺហើយអក្សរណូហើយបន្តមកទៀតគឺលេខអ៊ីឈីអញ្ចឹងអ៊ីឈីហ្នឹងគឺនេះចេញជាអក្សរអានេះហ្នឹងគឺអានេះសេនេះទេបាត់អាមួយអញ្ចឹងអក្សរនេះគឺអក្សរអានេះបងស្រីគឺនៅវាគឺស៊ីអញ្ចឹងអក្សរនេះគឺអក្សរបងស្រីណាអានេះហើយអានេះបងស្រីផ្ទុយបងប្រុសអូនប្រុសនិងបងស្រីអញ្ចឹងយើងរៀនមួយទៀតគឺបងអូនចឹងយើងរៀនតាក់ទងជាមួយនឹងបងអូនស្រីវិញម្ដងចឹងបងអូនស្រីយើងមើលទាំងអស់គ្នា1 2លេខ2មែនទេចឹងយើងដាក់ចេះមកហើយដាក់ដើមឈើឲ្យវាហើយនេះគឺដដែលអក្សរគឺហើយគឺ no ហើយគឺ ichi ចឹងចេញមកគឺ imoto mo តូចឹងចេញ imoto ហើយនេះវាគឺ mai ណាចឹងនេះបញ្ជាក់ម្ដងទៀតគឺបងស្រីនេះគឺប្អូនស្រីចឹងយើងបាន4ទៀតណាចឹង4ទៀតនេះគឺអក្សរបងប្រុសបងប្រុសបងស្រីអូនស្រីចឹងយើងមើលអានេះគឺអក្សរអង្គជាមួយវាគឺគេគឺនៅវាអានេះចឹងអានេះអក្សរអីគេអក្សររកនឹងជើងមនុស្សទៅជាអានេះចឹងយើងរៀនសម័យ history ណាចឹងអានេះអីគេបងប្រុសអង្គអីគេដៃឬអូតូបងប្រុសចឹងអានេះមាននេះ2ហើយយើងមកយើងចំណាំវីអូអក្សរនេះអីចឹងយើងកាន់ជីវាមានប្រតិកលាគ្នាណាបងស្រីគឺអង្គមួយស៊ីគឺមួយវាអានេះហ្នឹងគឺបងស្រីអញ្ចឹងយើងមានដូចអក្សរក្រុងហើយមានមនុស្សស្រីអញ្ចឹងទៅចេញជាបងស្រីណាអានេះអក្សរគឺអង្គណាអីគឺអក្សរគឺអក្សរណូនិងកាន់ជាអ៊ីធិចេញជាមនុស្សស្រីអញ្ចឹងឃើញទេអញ្ចឹងបន្តមកទៀតចុងក្រោយមានន័យថា imoto អង្គអីអង្គម៉ៃអញ្ចឹងយើងចំណាំមើលបងអូនស្រីអញ្ចឹងអក្សរ4នេះបន្ថែមទៀតណាហើយអញ្ចឹងយើងបន្ថែម2ទៀតមុននឹងបញ្ចប់2ទៀតមានន័យថានេះគឺអក្សរតាក់ទងជាមួយនឹងអក្សរណាក់នេះណាហើយគឺមានចេះមកទៀតមើលនេះម្ដងទៀតណាគឺអក្សរនេះគឺអក្សរណាក់ហើយទាញមកចេះមកចឹងអក្សរហ្នឹងគឺអក្សរមិត្តភក្តិអូខេចឹងអង្គវាយឺគឺតូមករ៉ាឈីអីយ៉ាងហ្នឹងតូមកណា
មួយទៀតយើងរៀនតាក់ទងជាមួយនឹងអក្សរមួយទៀតគូកន្លងអត់ស្មើទេអូខេមួយនឹងមកហើយមួយទៀតគឺយើងរៀនតាក់ទងជាមួយនឹងអក្សរនេះគឺអក្សរកតៈនឹងគឺថារបៀបអង្គយកមួយវាហូហើយអានេះគឺកតៈនឹងគឺរបៀបឬក៏វិធីនេះគឺរបៀបនេះរបៀបនេះគឺអក្សរមិត្តកតៈនឹងគឺរបៀបឧទាហរណ៍ហានាស៊ីកតៈរបៀបនិយាយបេងខូកតៈរបៀបរៀនអញ្ចឹងអក្សរកតៈនឹងគឺមានន័យថារបៀបចេះអ្វីទាំងអស់គឺវាមានរបៀបអញ្ចឹងយើងចំណាំវាណាគឺការជីកវាជំនួយយើងបានច្រើនអញ្ចឹងអានេះសូមមិត្តភ័ក្ដិអង្គអីគេហូគឺទៅមកអានេះអក្សរកតៈរបៀបអីគឺហូហើយនឹងកតៈគឺរបៀបអញ្ចឹងវីដេអូនេះយើងចប់ប៉ុណ្្នឹងណាតែមុននឹងចប់យើងហ្វឹកឈឺរំលឹកបន្តិចសិនទៅអ្វីដែលយើងបានរៀនអីគេទី1គឺអក្សរឪពុកម្ដាយអក្សរផ្ទះឪពុកម្ដាយហើយនឹងអីទៀតយើងសម័យមើលមុននឹងយើងមកចប់ណាអញ្ចឹងគិតថាវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងអូស្ការេសាម៉ាដេស